កំពុងតែស្រាវជ្រាវតើក្រុមបពពួកមេដឹកនាំផ្ដាច់ការហ្នឹងគេដឹងថាយកលុយទៅទុកនឹងក្រៅប្រទេសច្រើនណាស់បាទដល់អញ្ចឹងគេស្រាវជ្រាវហ្នឹងគេរឹបយកលុយនឹងទៀតបើពេលនិយាយឲ្យចំទៅដូចថាដូចគ្នាបែបបិទនឹងហ៊ុនសែនដូចគ្នាអូម៉ៃបាទដូចគ្នាបែបបិទមកអញ្ចឹងគេលេងពីចំណុចហ្នឹងហើយបាទលុយឲ្យលាក់នៅណាក៏ដោយគេស្រាវជ្រាវគេយកមកវិញហើយបាទបើពេលប្រទេសជាតិជាពាក់បំណុលចិនលេវ៉ាន់កហើយប្រទេសជាតិអាលីហើយបាទដល់អញ្ចឹងសប្តាហ៍ថ្ងៃហ្នឹងនៅលើពិភពលោកហ្នឹងបាទសួស្ដីចន្ទរាហ្នឹងនៅលើពិភពលោកហ្នឹងតែអានាយករដ្ឋមន្ត្រីប្រទេសស្រីលង្កាហ្នឹងអត់ទាន់ចេញពីប្រទេសទេបាទនៅកិច្ចជ្រកកោននៅកន្លែងប្រទីទាហានកន្លែងណាមួយឯងបាទខ្ញុំស្ដាប់បើពីអាប្អូននេះហ្នឹងអាប្អូននេះចេញមកក្រៅអស់ហើយបានតែចេញមកដល់ប្រទេសសង្ហបុរីប្រទេសសិង្ហបុរីតែគេអត់ទទួលស្គាល់ទេសូមប្រទេសសិង្ហបុរីជ្រកកោនតែថ្នាក់ដឹកនាំនៅប្រទេសសិង្ហបុរីហ្នឹងគឺគេអត់ទទួលទេបាទគេដេញចេញមកហ្នឹងទៀតយ៉ាងអនាគតទៅឯមើលសម័យនេះតែសម័យនេះសម័យទំនើបបងខ្មែរយើងមកតាមដាននយោបាយយើងមកតាមដានតាមសង្គមFacebook បាទតាមសង្គមFacebook ហ្នឹងយើងយកមកមើលពិភពលោកហ្នឹងធំណាធំទៅមែនតែបានតែយើងមកតាមដាននយោបាយតាមដានព័ត៌មាននៅក្នុងយើងតាមដានព័ត៌មានពិភពលោកបាទយើងយកមកតាមដានដូចទូចត្រង់នេះមានបណ្ដាញតាមសង្គម Facebook នេះបាទដល់អញ្ចឹងយើងមានន័យថាមានទូចមានន័យថាម៉េចមានន័យថាមេដឹកនាំផ្ដាច់ការហ្នឹងឯងសម័យនេះសម័យទំនើបតាមសង្គម Facebook អញ្ចឹងគេផ្សព្វផ្សាយរឿងស្អីហ្នឹងគឺគេផ្សព្វផ្សាយទូទាំងពិភពលោកបាទចំពោះមេដឹកនាំផ្ដាច់ការហ្នឹងដល់អញ្ចឹងរត់ទៅប្រទេសណាទៅជ្រកកោនប្រទេសណាក៏គេអត់ទទួលយកដែរឃើញទេបាទដល់អញ្ចឹងយើងយកមកប្រៀបធៀបកន្លែងហ្នឹងមកដូចវាទូចពិភពលោកធំដល់យើងមកប្រៀបធៀបអញ្ចឹងដូចទូចប្រព័ន្ធផ្សព្វផ្សាយវាលឿនពេកប្រព័ន្ធផ្សព្វផ្សាយវាទូចដល់ពិភពលោកទៅដល់អញ្ចឹងមានន័យថាម៉េចមានន័យថាមេដឹកនាំផ្ដាច់ការវាអស់អំណាចទៅវារកកន្លែងជ្រកអត់មានកន្លែងជ្រកបាទគឺទៅពិភពលោកធំណាបាទដល់ប្រព័ន្ធផ្សព្វផ្សាយនឹងវាធំទូលំទូលាយទៅវាបាទប្រជាពលរដ្ឋនៅប្រទេសស្រីលង្កានឹងគេពីវនីតាមប្រព័ន្ធផ្សព្វផ្សាយតែគេអត់ឲ្យពិភពលោកគេអត់ឲ្យទទួលបាទមេដឹកនាំផ្ដាច់ការហ្នឹងបាទដល់អញ្ចឹងវាអត់មានកន្លែងជ្រកបាទដល់អញ្ចឹងមានន័យថាម៉េចមានន័យថាមេដឹកនាំផ្ដាច់ការហ្នឹងខ្លាំងបានតែប្រជាពលរដ្ឋមិនទាន់ក្រកទេបាទតែប្រជាពលរដ្ឋក្រកហើយរត់ច្រករត់ហើយបងជាទុនសាយហើយគ្មានងាកក្រោយរត់ចោលអំណាចរត់ចោលលុយរត់ចោលវេលាស្កឹមស្កៃហ្នឹងចិនដែរខ្ញុំមើលអាคลิปវីដេអូនោះណាបាទជំរាបសួរតាគ្នាបាទជំរាបសួរខ្ញុំមើលអាคลิปវីដេអូដែលប្រជាពលរដ្ឋឡើងទៅសេតវិមាននៅប្រទេសស្រីលង្កាបាទឃើញអានាយករដ្ឋមន្ត្រីបងប្អូននឹងវាចេញអាផ្លូវក្រោយរត់ទៅឡើងអាខ្មែរយើងគេហៅអាម៉ារីនណាបាទខ្មែរយើងគេហៅអាម៉ារីនខ្ញុំមើលតែខ្ញុំដាក់ចុយមកពួកអស់នេះខ្លាំងបានតែប្រជាពលរដ្ឋមិនទាន់ងើបតាបាទដល់ប្រជាពលរដ្ឋទ្រាំលែងបានទៅមានអីប្រជាពលរដ្ឋងើបរាប់ម៉ឺនរាប់សែនចូលលានទៅមានអីអានេះរត់ចោលអំណាចហ្មងបងជាទិនសាយទៅមេដឹកនាំផ្ដាច់ការចុងក្រោយគឺអីគឺបងជាទិនសាយកែវឆោមឆាយអីដួងព្រះច័ន្ទចុងក្រោយគឺរត់
รถอันเงี้ยเคยรถอัดมันจะบอกมันจะบอกวิชลุนึกอำนาจพี่วิชลุนึกอำนาจยังแบบกลางกลางปะปอนปรับทรายหรือมวยปะปอนกลางอำนาจจีนั่นนะบ่าวงตะโกปูนโบกีบองปอนกีปรามประมวยเนี่ยนังสัตเธอสัตมันไตรจรกูบ่าแต่เมียนไอ้แต่บ่าดาวเปปเชียบรถเงือบได้เมียนไอ้จ่อยรถเจ้าลำนาบองเจียตุนทรายไปเลยบ่าไปไอ้คลังบ่าไปไอ้ประกอบจะคลังไอ้กลมรถมือบ่าไปไอ้จัดหอมบ่าไอ้ชุดนังนายชุดนังบนสายจงกล้วยไอ้กลมรถมือบ่าจัดหอมมันแต่เวียดเฮียนนายหนึ่งอีรถโดยตุนทรายเมย์ดังนอมรายการยังลันตพอจงกล้วยคือไอ้บ้องเจียตุนทรายดักเมย์เปล่ารถเจ้าอำนาจรถเจ้าเวลาเป็นเมียนกำสกายนั่งรถเจ้าแบบปุ่นเก่านั่นว่าเกี่ยวมือคลิปวิดีโอหรือยังมือยังคุยมือยังคุยมือบุญรำđó à bà dùng chặt mơ video man tít á video mấy đứa non đánh ca đây vừa rút từ lai ngà cặp pa lắm bà cặp pa tới hiến bà khơi ovali khơi nhảy nâng pi bây nè nâng nhom mơ trời ai xâm ná chị rút to nè ai cùng rút to nâng bây chia vào đó nâng chập hay lời ai chập hay xì lời và dùng mưa video đại cái phô màu đại bạch chia bờ rọt bạch tê Sri Lanka cái nước show bát cam nó bom ồn mày dùng ôi đôi sầm máu bầu từ bọc bà từ bọc ở lại nhẹ sẽ tạo mình miền tiền này dụ rọt tây bạch tê Sri Lanka rồi mà này ó bạch chia bờ rọt lâu lưu từ bầu tiền lâu ngủ dùng mưa tới bà chẳng bàn đề hôn sai này bạch giặt hôn sai nàyแต่ในประหยัดไปเชียบรอดดักกูกาดักมุกนั่งแต่จอมเตียคนใส่ในนั่งจอบอะไรหายไงม้วนนักคืนใส่กดเพย์กดคนใส่ไงม้วนนักบอกมายังยำคืนแง่คนใส่ก่อนมาประชุมองกระเดะก่อนบ่าก่อนประชุมองกระเดะก่อนหนึ่งbà ông cái đó bàn là cà phê bàn là chia vào toàn hao tệ để chia vào hao nó ông cái đó nó rụt một hồn sai này tiếc đó rồi mũi ông cái đó nó rùm kia chỉ mũi chia vào đang tam chạp hồn sai này tiếc đó bàn tay là vô bay khmai vì ọt đo thằng năng tệ là vô bay khmai bạn là vô bay khmai dừng ọt đo thì dừng vô mà mờ dừng vôบ่มือเรื่องได้โลกประเทศวิเพียบาวิเพียนั่งวิชูอาศิตอะไรอยู่ไหมเนี่ยบาทโลกประเทศก็เลือกอย่าใบยำน้อยทมบาใบยำน้อยทมใบยำน้อยทมนั้นในเย้ไปเรื่องประเทศขมายใบจำนวนทอมนั่นคือในยี่ปีเรื่องแต่มวลบ้องลูกจนจันบอสกอดสู้ไปเรื่องประเทศมาอย่างนั้นแต่โดยประเทศไสหลังกายอ่อนลูกประเทศก่อนเมียนประสาทหัดโดยกรอนตะคอกเนี้ยหนังเป้วิเลียบาทนั่งตีมวยตีปีลูกจนจันบอสดะสมนัวสู้แต่ลูกประเทศเรื่องปีปัญหาคนใช้ก่อนประกาศฉบับด่าเรื่องคนใช้ก่อนประกาศฉบับประกาศฉบับไอ้เลือนไหมแต่ยอมจุดรุ่นใหญ่ประกาศที่ตะเตยประกาศใจหาแต่บ้านยังจุดรุ่นใหญ่ประกาศยังรู้ในกราวระบบคนใช้ยังดังไงบากเมียนเนี่ยนาปนได้ปองบานทีบาแต่คนใช้ก็จังคือไอ้คือฟื้นดังไงบาดันจังเตยประกาศเตยชื่อประกาศเรื่องฉบับนี่ประกาศเป็นไงเป็นยับบ้างฉบับนี่มันก็
ฉบับนั้นយើងចំណេញចេះបើខ្មែរយើងចាំមើលឥឡូវហ៊ុនសែនគាត់បង្កើតច្បាប់ហ្នឹងបញ្ញាប់បើបើយើងលើកយកនិយាយពីរឿងបញ្ហាចំណេញនយោបាយវិញបាទចំណេញទី1វាបានកម្ដៅប្រជាពលរដ្ឋបាទប្រជាពលរដ្ឋគេស្អប់ខ្ពើមហ៊ុនសែនអញ្ចឹងប្រជាពលរដ្ឋគេថាហ៊ុនសែនហ្នឹងគឺផ្ដាច់ការពេញទំហឹងហើយរៀបចំផែនការចង់ទេអំណាចពីឪទៅកូនអាហ្នឹងគឺផ្ដាច់ការពេញទំហឹងហើយអន្តរជាតិក៏បានកម្ដៅនយោបាយនៅលើឆាកអន្តរជាតិទៀតបាទអញ្ចឹងហ៊ុនសែននៅពេលនេះដូចខ្ញុំថាអញ្ចឹងនៅពេលនេះរើជ្រៅហើយបាទបង្កើតច្បាប់ដូចដុតខ្លួនឯងដូចបង្កើតច្បាប់ដូចកម្ដៅនយោបាយអន្តរជាតិអញ្ចឹងប្រទេសខ្មែរគេចែងស្អីច្បាប់កម្ពុជាអន្តរជាតិច្បាប់ស្រុកខ្មែរយើងហ្នឹងគឺអន្តរជាតិគេបង្កើតឲ្យអាកិច្ចព្រមព្រៀងនៃ$23ដល់អញ្ចឹងហ៊ុនសែនគាត់កែបាទគាត់កែមកបង្កើតច្បាប់រំលាយច្បាប់បង្កើតច្បាប់គាត់កែហ្នឹងអញ្ចឹងគឺកម្ដៅអន្តរជាតិឃើញមន្ត្រីជាន់ខ្ពស់អាមេរិកគេមកទស្សនកិច្ចមកជួបហ៊ុនសែន2ថ្ងៃមុននេះគេម្សិលមិញទៅមួយថ្ងៃឃើញគេមកពមៀនស្អីហ្នឹងឯងឃើញបាទអញ្ចឹងអារឿងហ៊ុនសែនបង្កើតក៏បង្កើតទៅតែសំខាន់ប្រជាពលរដ្ឋគេអត់ទទួលស្គាល់ច្បាប់ហ្នឹងទី1ប្រជាពលរដ្ឋគេអត់ទទួលស្គាល់ច្បាប់ហ្នឹងទី2គណៈបកប្រឆាំងគេអត់ទទួលស្គាល់ច្បាប់ហ្នឹងតែអ្នកឯងបង្កើតទៅទទួលស្គាល់តែម្នាក់ឯងទៅបង្កើតទៅដេញញាតទៅជើបង្កើតឲ្យលឿនវាមិនអាចទៅរួចទេបងប្អូនខ្មែរយើងមិនអាចទៅរួចត្រង់ណាប្រទេសវាមានសភារដ្ឋាភិបាលហ្នឹងវាមានសភាហើយឥឡូវហ្នឹងវាមានគណៈបកប្រឆាំងគណៈបកភ្លើងទៀនទៀតអញ្ចឹងធ្វើអ្វីមួយតតែឆ្លងកាត់សភាដែរតែហ៊ុនសែនអីចង់ស្អីចង់មកបង្កើតច្បាប់អីចង់អីស្អីរំលងសភាទៅវាមិនរួចទេទៅជើញបង្កើតទៅជើញតែខ្ញុំដេញឲ្យបង្កើតទៀតបង្កើតទៅគ្មានអាណាទទួលស្គាល់ផងបង្កើតច្បាប់ទៅបើវាចរនេះមិនទទួលស្គាល់បង្កើតទៅអញ្ចឹងអ្វីបងខ្មែរយើងដែលមានប្រសិទ្ធភាពថ្នាក់ដឹកនាំប្រទេសអំណាចហ្នឹងនៅលើគេទទួលស្គាល់ច្បាប់ហ្នឹងក៏ដោយច្បាប់ហ្នឹងដែលយកជាផ្លូវការបានហ្នឹងគឺនៅលើអង្គការស៊ីវិលនៅលើប្រជាពលរដ្ឋនៅលើគណៈបកប្រឆាំងគេចូលរួមបង្កើតគេចូលរួមគ្រប់គ្រងច្បាប់ហ្នឹងបានច្បាប់ហ្នឹងទៅវាមានបាទច្បាប់ហ្នឹងវាមានឥទ្ធិពលបាទតែលើហ៊ុនសែនថ្ងៃទៅបង្កើតទៅទទួលស្គាល់តែម្នាក់ឯងបង្កើតតែម្នាក់ឯងទៅតែមានឥទ្ធិពលអីបង្កើតរួចចោលក៏ដែរមិនឃើញច្បាប់បង្កើតឡើង10ដងហ្នឹងមានបានប្រយោជន៍ទៅច្បាប់ហ្នឹងបាប់បង្កើតទៅការពារទៅក្រុមគ្រួសារគាត់ហ្នឹងគឺអាច្បាប់ចេះតែបង្កើតអាច្បាប់ចេះតែបង្កើតអាទឹកដីចេះតែបាត់អាយួនចិនក៏ពេញប្រទេសអាបឹងក៏លុបអាទ្រព្យសម្បត្តិជាតិក៏អស់បាទអាខ្មែរក៏ជាពាក់បំណុលគេហើយបង្កើតច្បាប់ទៅបង្កើតមានន័យស្អីគេបង្កើតច្បាប់បង្កើត10ដងហ្នឹងបង្កើតច្បាប់ខ្លាំងម៉ែអើយប្រជាពលរដ្ឋរងគ្រោះដីធ្លីកាន់តែខ្លាំងហ៊ុនសែនបង្កើតច្បាប់ខ្លាំងម៉ែបឹងកាន់តែលុបខ្លាំងឥឡូវហ្នឹងវាមិនត្រឹមតែលុបបឹងទេវាហ៊ុនសែនក៏ដាក់គោលដៅឲ្យលុបទលេទៀតឥឡូវហ្នឹងបាទអញ្ចឹងឲ្យហ៊ុនសែនបង្កើតទៅតែយើងយកមកពិភាក្សានឹងលោកប្រធានខ្ញុំយកពាក្យសម្ដីលោកប្រធានសំរងស៊ីនយោបាយខ្មែរនឹងចាប់ផ្ដើមហើយបាទចាប់ផ្ដើមបែរមុខរកគ្នាហើយអ្នកនយោបាយនឹងគាត់តែខ្ញុំឃើញលោកប្រធានគាត់លើកពី3ចំណុចហ្នឹងមកបាទទី1បង្កើតច្បាប់ឲ្យហ៊ុនសែនបាទទី1បង្កើតច្បាប់ការពារនាយករដ្ឋមន្ត្រីបាទអាហ្នឹងទី1ទី2បើពីហ៊ុនសែនគាត់នៅខ្លាចភ័យខ្លាចគាត់មិនទុកចិត្តគាត់ឲ្យ
គាត់ឲ្យកូនគាត់ហ៊ុនម៉ាណែតហ្នឹងមកកាន់ទាហានទៀតឃើញទេបាទទី1បង្កើតច្បាប់ទី2ឲ្យបើពេលមិនហ៊ុនសែនបើពេលមិនទុកចិត្តទេលោកប្រធានគាត់ហ៊ានបោះដៃឲ្យហ៊ុនសែនគាត់ហ៊ានបើកចំហឲ្យកូនគាត់ឲ្យកូនហ៊ុនសែនមកកាន់ទាហានទៀតឃើញទេបាទអាហ្នឹងទី2ទី3គឺលោកប្រធានក៏ស្នើប្រជាពលរដ្ឋបាទអត់យកខ្មែរណាធ្វើជាសត្រូវឃើញទេអញ្ចឹងមានន័យថាម៉េចនយោបាយអាហ្នឹងឯងដែលខ្ញុំអាសាថានយោបាយគេដឹងចឹងគេដឹងតែមានទី1ឆ្លោះទី2ត្រូវគ្នានយោបាយវាត្រូវតែអញ្ចឹងបាទអាហ្នឹងគឺច្បាប់ធម្មជាតិហ្មងអញ្ចឹងគ្រាន់តែឃើញលោកប្រធានសភានឹងអាស៊ីសេរីហ្នឹងខ្ញុំដឹងឃើញខ្ញុំថាទេខ្ញុំថាបងប្អូនខ្មែរយើងមិនបាច់ចាំខ្លាចទេហ៊ុនសែនក៏ដើរដល់តល់ច្រកហើយគាត់ចាប់ហ្នឹងគាត់ចាប់ដោយខ្ញុំនិយាយថាមេដឹកនាំផ្ដាច់ការមេដឹកនាំផ្ដាច់ការហ៊ុនសែនហ្នឹងក៏ដើរដល់តល់ច្រកហើយគាត់ស្លាប់នយោបាយហើយអញ្ចឹងគាត់ចាប់ដោះដូរទេមិនបាច់ចាំខ្លាចទេមិនបាច់ចាំខ្លាចទេបងប្អូនខ្មែរយើងហ៊ុនសែនគាត់ចាប់ដោះដូរគាត់ចាប់សុំចរចាដូចខ្ញុំអាសានិយាយហីហ៊ុនសែនចង់ក្រោយទៅគ្មានចង់បានអីទេចង់បានតែគេបង្កើតច្បាប់ការពារគាត់ហ្នឹងប៉ុណ្្នឹងគាត់ចង់បានតែប៉ុណ្្នឹងនេះចាប់សប្ថ្ងៃនេះចាប់ដោះដូរចាប់ចរចាទេគេនយោបាយគេដឹងវាដើរមកដល់ដំណាក់កាលចុងក្រោយមកគឺគេដឹងដើរមកដល់ដំណាក់កាលចុងក្រោយនយោបាយហ៊ុនសែនស្លាប់ហ៊ុនសែនបរាជ័យវាមានតែចាប់ដោះដូរហ្នឹងហើយនយោបាយមានស្អីក្បួនមេដឹកនាំផ្ដាច់ការមានតែប៉ុណ្្នឹងបាទហ្នឹងអូខ្មែរយើងអញ្ចឹងមានន័យថាម៉េចមានន័យថាលោកប្រធានគាត់ប្រហើបហើយគាត់សភានឹងអាស៊ីសេរីយុមិញគាត់ប្រហើបហើយគាត់ថាហ៊ុនសែនមិនបាច់ភ័យទេចាំគាត់បង្កើតច្បាប់ឲ្យមួយមិនបាច់ភ័យទេចាំគាត់បង្កើតច្បាប់ការពារឲ្យមួយបាទអញ្ចឹងយើងអត់ទៅចងកម្មចងពៀក្រុមគ្រួសារហ៊ុនសែនទេយើងមិនបាច់ទេបើខ្មែរយើងខ្មែរដូចគ្នាទេយើងមិនបាច់ចងកម្មចងពៀទេបាទសំខាន់គឺអីសំខាន់យើងរួមគ្នាមកកសាងប្រទេសជាតិនេះបាទយើងរួមគ្នាមកស្ដារអធិបជាធិបតេយ្យនេះយើងមើលសម័យនេះសម័យណាហើយសម័យទំនើបយើងមើលប្រទេសគេដើរដល់ជើងមេឃអស់តើអីបាទអញ្ចឹងយើងយកផលប្រយោជន៍រួមជាធំយើងទៅគិតអីរឿងក្រុមគ្រួសារហ៊ុនសែនបាទហើយគាត់ទៅណាក៏ទៅគាត់ចង់នៅស្រុកខ្មែរក៏នៅទៅគាត់ចង់ទៅរស់នៅក្រៅប្រទេសក៏រស់ទៅបាទហើយហ៊ុនសែនដូចលោកប្រធានគាត់សភាអញ្ចឹងលោកប្រធានសភានឹងអាស៊ីសេរីលោកជុនច័ន្ទបុតដាក់សំណួរសួរដែរសួរពីរឿងជាប់ពាក្យបណ្ដឹងឬសូជាប់ពាក្យបណ្ដឹងនៅប្រទេសបារាំងនៅតុលាការប្រទេសបារាំងឬសូតុលាការប្រទេសបារាំងទៅខែមុខហ្នឹងគេសង្ស័យគេចង់កោះចង់អីហើយបាទដល់អញ្ចឹងហ៊ុនសែនគាត់ភ័យគាត់ដែរអញ្ចឹងអារឿងផែនការដែលគាត់មកបង្កើតច្បាប់អីហ្នឹងឲ្យជំរុញឲ្យគាត់បង្កើតទៅបាទបង្កើតហើយតែបង្កើតទេបានទេទៅអត់រួចមកអត់មានកលាបាទវាអត់មានកលាបទេទៅរួចទេបងខ្មែរយើងបងខ្មែរយើងខ្ញុំខ្ញុំលើករឿងនេះមួយមើលអានេះខ្ញុំយកមកនិយាយរឿងបុគ្គលបានតែព័ត៌មាននេះខ្ញុំស្ដាប់បានមួយផ្លេតដែរបានដឹងពិតបងប្អូនខ្មែរយើងបងប្អូនខ្មែរយើងនៅក្នុងស្រុកហ្នឹងចូលមកតាមដានតិចមើលអានេះយកមកនិយាយពីរឿងបុគ្គលតិចមើលកូនហ៊ុនសែនខ្ញុំឡាយคลิปទៅដូចប៉ះកន្លែងនោះបន្តិចបានតែដឹងពិតទេបានតែយើងយកមកនិយាយឲ្យបងប្អូនខ្មែរយើងនៅស្រុកតាមដានផងកូនហ៊ុនសែនកូនស្រីគាត់ឈ្មោះស្អីគេហ៊ុនម៉ាណាបាទហ៊ុនម៉ាណាអញ្ចឹងកូនស្រីហ៊ុនសែន
បាទលឺសូថាស្អីកូនហុកឡង់ឌីនៅលឺសូថាល្មិចរត់ទៅស្រុកយួនបាទអីបាទកូនហុកឡង់ឌីហ៎បាទប្តីហ៊ុនម៉ាណែតហ្នឹងគឺមិនកូនហុកឡង់ឌីដល់អញ្ចឹងมันដឹងជារឿងរបៀបម៉េចទេអានោះវាដឹងខ្លួនវាដំណើរបាទវាដឹងខ្លួនវាលើសូថារត់ទៅនៅយួនបាត់ហើយបាទលើសូថាលេងគ្នាអានោះរត់ទៅយួនបាត់ហើយបាទ